ទេវតាមិនធ្វើឲ្យមនុស្សអស់សង្ឃឹមទេទីបំផុតគេព្រមទទួលយកខ្ញុំហើយអាឡូពូគូខ្ញុំគឺថាងមីងឥឡូវនៅស្រុកកំណើតខ្ញុំមានរឿងកាត់ឡើងខ្ញុំចង់សុំច្បាប់ពីថ្ងៃបាទអរគុណពូគូបាទខ្ញុំនឹងសួរសុខទុក្ខអ្នកផ្ទះជូនលោកប៉ុណ្ណឹងហើយអាឡូខ្ញុំគឺថាងមីងបងស្រីខ្ញុំមានមហារិឈាមចូលទីពេទ្យហើយខ្ញុំនឹងទៅភ្លាមលោកមកធ្វើអីខ្ញុំចូលសួរសៀនថយចាញ់ទៅអារម្មណ៍គេមិននឹងនៅទីពេលនេះក៏មករំខានគេអីសោះណានេះជារឿងរបស់ខ្ញុំនិងគេអត់ពាក់ព័ន្ធនឹងលោកទេឥឡូវនេះគេអត់មានពឹងឲ្យលោកមកទេលោកគ្មានសិទ្ធិថយចេញទៅលោកគ្មានសិទ្ធិបញ្ជាខ្ញុំទេថយចេញបានហើយនេះជាមន្ទីរពេទ្យកំជួលផ្កាយគ្នាថយចេញបោះចេញគឺខ្ញុំជាអ្នកហៅគេមកស៊ឺសៀនអត់ស្មានថាបងឈប់រវល់នឹងអូនទៀតហើយមិនអាចទេបងមិនអាចដាច់ចិត្តទៅសន្យានឹងអូនកុំចាក់ចេញពីអូនទេបានបងសន្យាតែអូនត្រូវយល់ព្រមនឹងបងត្រូវព្យាបាលជំងឺឲ្យបានស្រួលបួលត្រូវមានជំនឿចិត្តលើខ្លួនឯងចឹងអូននឹងឆាប់ជាសះស្បើយឡើងវិញអូនយល់ព្រម这生命中能有多少当我在陌生人的面前想出那种骄傲អាឡូសុំទោសនាងជួយលភិញនៅទេអូសុំទោសច្រឡំលេងអាឡូសុំទោសនាងជួយលភិញនៅទេអូសុំទោសច្រឡំលេង到来。បើចង់បើបញ្ឈឺខ្ញុំមិនបាច់ទេទៅវិញទៅគឺឯងហៅថាងមីងទៅមើលសៀនណាគឺខ្ញុំមិនបានឯងត្រូវគិតថានឹងលទ្ធផលយ៉ាងណាទោះជាលទ្ធផលយ៉ាងណាក៏ដោយប្រសើរជាងឲ្យពួកគេនៅគ្នាតទៅទៀតព្រោះប៉ាមិនយល់និយាយក៏អត់ប្រយោជន៍ដែរប៉ាប្រាប់ឯងបើសិនជាសៀនកូនពិតជាជ្រុលឬក៏មានគ្រោះថ្នាក់អ្វីកាត់ឡើងឯងនឹងស្ដាយក្រោយអ្នកដែលគួរស្ដាយក្រោយគឺប៉ាទេស្រីឈឺដល់ម្លឹងតែឲ្យប៉ានៅដាច់ចិត្តធ្វើបែបនេះទៀតតែទោះជាយ៉ាងណាក៏ដោយក៏ឯងមិនត្រូវនាំគេទៅដែរបើចង់គ្រប់គ្រងរឿងទាំងឡាយប៉ាមករកខ្ញុំធ្វើអី
生难免经历苦痛挣扎。 លោកភីងខ្ញុំចង់រត់នាងនិយាយគ្នាលេង លោកថាបងសេសៀនមានជំងឺមហារីកឈាមហ៎ ប្រាប់ខ្ញុំមកនាងយល់ថាខ្ញុំគឺជាឪពុកដែលព្រៃផ្សៃគ្មានចិត្តធម៌មែនទេខ្ញុំបានរៀបរៀងស្នេហាកូនស្រីបានបំផ្លាញចំណូលចិត្តកូនប្រុសហើយបានបញ្ចេញកំហឹងដាក់គេទៀតដោយសារតែកូនខ្ញុំបានហៅមនុស្សដែលខ្ញុំមិនស្រឡាញ់ទៅមើលកូនស្រីខ្ញុំ លោកមានគំនិតរបស់លោក ត្រូវហើយខ្ញុំមានគំនិតរបស់ខ្ញុំប៉ុន្តែកូនខ្ញុំអត់ឯកភាពទេគេសម្លឹងមកខ្ញុំអូអគ្គនាយកសម្ព័ន្ធឈិងស៊ឺខ្ពង់ខ្ពស់ណាស់ស្ញប់ស្ញែងថាអាចមានឪពុកបែបនេះដែរទេកូនខ្ញុំតាំងពីតូចដល់ធំខ្ញុំមិនដែលកំដរពួកគេលេងអ្វីឡើយខ្ញុំដឹងញាតិសន្តានគឺសំខាន់ជាងការងារប៉ុន្តែខ្ញុំប្រឹងប្រែងនឹងទាំងនេះគឺដើម្បីអ្វីគឺដើម្បីឲ្យពួកគេមានការរស់នៅល្អប្រសើរតើពួកគេចង់បានអ្វីទៀតចង់ឲ្យខ្ញុំកំដរពួកគេលេងបាល់អញ្ចឹងហ៎ ខ្ញុំយល់ថាជីវិតមនុស្សគឺពិតជាមានចំណុចដែលគេមិនសូវពេញចិត្តហើយនឹងប្រហែលជារឿងដែលគ្មានភាពល្អគ្រប់គ្រាន់ ត្រូវហើយនាងដឹងទេឥឡូវក្រុមហ៊ុនខ្ញុំប្រឈមមុខនឹងគ្រោះថ្នាក់គឺគ្រោះថ្នាក់ដែលកម្រមានប្រហែលជាទេវតាកំពុងតែដាក់ពិន័យខ្ញុំ ចង់និយាយអ្វីក៏និយាយទៅខ្ញុំកម្រមានមិត្តភក្តិដែលអាចរៀបរាប់រឿងរ៉ាវក្នុងចិត្តនិងនិយាយពាក្យពេចន៍គ្រប់យ៉ាងដូចជានាងណាស់ ខ្ញុំយល់ថាកូនប្រុសរបស់លោកធ្វើអញ្ចឹងគឺត្រូវហើយ Nothing more than feelings, trying to forget my feelings of love. អ្នកម៉ាក់អូលើភីងមិនក៏ថ្ងៃនេះឃើញកូនត្រឡប់មកវិញអ្នកម៉ាក់ខ្ញុំមានរឿងចង់ពឹងអ្នកម៉ាក់មានរឿងអីមកក៏ត្រូវការឲ្យកូនស្រីខ្ញុំប្រើពាក្យពឹងពាក់នេះ មួយរយៈនេះក្រែងខ្ញុំបានរំលឹកពីការបញ្ចេញពាណិជ្ជកម្មមួយខ្ញុំចង់សួរថានោះគឺសម្ព័ន្ធឈិងស៊ឺមែនទេត្រូវហើយយ៉ាងម៉េចហ្នឹងអាចលើកលែងឲ្យពួកគេបានទេហេតុអីទៅពីព្រោះលោកស៊ឺចេញជាអគ្គនាយកនោះកំសត់ខ្លាំងណាស់មិនបានទេម៉ាក់ប្រាប់កូនឲ្យថានេះជាគំនុំបុគ្គលរបស់ម៉ាក់ឯងកុំលូកដៃអសោះណាម៉ាក់ចង់និយាយពីលោកស៊ឺមែនទេរឿងមនុស្សចាស់គ្មានកុំរវល់អសោះ Nothing more than feelings, trying to forget my feelings of love. អ្នកម៉ាក់លើភីងថ្ងៃនេះមិនក៏នឹកឃើញយ៉ាងម៉េចមករកម៉ាក់ខ្ញុំមានរឿងចង់ពឹងពាក់អ្នកម៉ាក់បន្តិចណាមានរឿងអីក៏ចាំបាច់និយាយប្រើពាក្យពឹងពាក់អញ្ចឹងកូនក្រែងមួយរយៈនេះម៉ាក់រំលឹកពីការងារបញ្ចេញពាណិជ្ជកម្មខ្ញុំចង់សួរថាគេនោះគឺសម្ព័ន្ធឈិងស៊ឺមែនទេត្រូវហើយយ៉ាងម៉េចដែរអាចលើកលែងឲ្យគេបានទេហេតុអីទៅព្រោះអគ្គនាយកគេនោះគឺលោកស៊ីងគាត់កំសត់ណាមិនអាចទេម៉ាក់ប្រាប់កូនឲ្យថានេះជាគំនុំបុគ្គលរបស់ម៉ាក់កូនកុំលូកដៃអសោះណាម៉ាក់ចង់និយាយម៉ាក់នឹងលោកស៊ឺមែនទេរឿងមនុស្សចាស់ក្មេងកុំលូកដៃប៉ុន្តែខ្ញុំគ្មានស្អីទេបើសិនជាកូនចង់មកពឹងពាក់ម៉ាក់ព្រោះតែរឿងនេះម៉ាក់ប្រាប់កូនណាម៉ាក់ដាច់ខាតមិនអាចបញ្ឈប់ផែនការកំពុងតែអនុវត្តនេះទេសម្ព័ន្ធឈិងស៊ឺគឺដួលរលំចំពោះមុខម៉ាក់ហើយអ្នកម៉ាក់ខ្ញុំឈប់និយាយទៅសង្ឃឹមថាថ្ងៃក្រោយកូនកុំរវល់រឿងនេះទៀតតាម៉ាក់នឹងលោកស៊ឺមានកំណុំប៉ុណ្ណាទៅណាតើហេតុអីបានជាគាត់ចង់បង្ខំឲ្យសម្ព័ន្ធឈិងស៊ឺដួលរលំអញ្ចឹង
មិននឹងអាចទៅអង្គប្រជុំពាណិជ្ជកម្មគេអវត្តមានទាំងអស់សូម្បីតែឈ្មោះដែលប្រាប់ថាគេស្ម័គ្រចិត្តមកសហការក៏ត្រូវបាត់បង់អស់ដែរគឺខុសប្រក្រតីពេកហើយក្រោយមកខ្ញុំចាប់ផ្ដើមតាមដានហើយឈ្មោះភាគច្រើនគេទៅសហការជាមួយនឹងស៊ូជេលីខ្ញុំចង់ស៊ើបកន្លែងអតិថិជនគេមិនព្រមបង្ហើបប្រាប់ខ្ញុំតល់តែសោះខ្ញុំយល់ថារឿងនេះគួរតែមានពាក់ព័ន្ធជាមួយនឹងការបញ្ចុះតម្លៃ 2%នេះគឺជាអាចកបាំងមុនពេលដែលយើងចោះកិច្ចព្រមព្រៀងជាមួយឈ្មោះថែមជាលីមិនកាន់ដឹងរនុកក្នុងជាណាស់តើអាឡូត្រូវហើយបាត់បង់ឈ្មោះអស់ 4/5 ទៅហើយពួកគេបានជួបនឹងគ្រោះថ្នាក់ខាងពាណិជ្ជកម្មហិរញ្ញវត្ថុជាបណ្ដោះអាសន្ននៅមិនទាន់មានផែនការទប់ទល់អ្វីទេប៉ុន្តែឲ្យតែមានព័ត៌មានខ្ញុំនឹងរាយការណ៍ឲ្យភ្លាមណាចា៎ការប៉ັດគឺនាងជាអ្នកយកការខាងពាណិជ្ជកម្មនាងគឺរនុកក្នុងឈីងស៊ឺនាងចង់រាយការណ៍ប្រកាសហើយនាងយកប្រាក់ខែក្រុមហ៊ុនឲ្យទៅធ្វើអញ្ចឹងទៀតទេបើនាងហ៊ានមកបកអាក្រាតពីខ្ញុំនឹងបកអាក្រាតពីរឿងនាងដែរខ្ញុំមានរឿងអីត្រូវបកអាក្រាតនាងគួរតែដឹងច្បាស់ហើយនាងមានម្ដាយយ៉ាងម៉េចចំពោះរឿងកលៀននពថយិកាដែលមានកូនឥតខាន់ស្លាជឿថាមនុស្សជាច្រើនគេនឹងមកចាប់អារម្មណ៍ទេមិនបាច់ជានាងដឹងមនុស្សក្នុងសម្ព័ន្ធឈីងស៊ឺប្រហែលជាមានអ្នកខ្លះមិនដឹងគឺអ្នកខ្លះគេអាចដឹងតើនាងដឹងថាធ្វើយ៉ាងម៉េចទេចង់ធ្វើយ៉ាងម៉េចងាយស្រួលទេបដូរលក្ខខណ្ឌគ្នាលក្ខខណ្ឌយ៉ាងម៉េចនាងមិននិយាយខ្ញុំមិននិយាយហើយប្រសិនបើរឿងនេះបែកការនាងក៏មានរឿងដូចគ្នាដែរនាងសម្រេចចិត្តដោយខ្លួនឯងទៅណាខ្ញុំនាងគ្មានការជ្រើសរើសទៀតទេគិតឲ្យបានច្បាស់លាស់ទៅខ្ញុំទៅហើយថាម៉េចឯងចង់ចាក់ចេញពីទីនេះហ៎មិនក៏ឯងមានកំណត់បែបនេះមួយរយៈនេះខ្ញុំតែងតែយល់ថាធ្វើអ្វីក៏ដោយមិនបានជោគជ័យទាស់ទៅសោះខ្ញុំចង់បដូរបរិយាកាសប៉ុន្តែខ្ញុំមិនយល់ចិត្តឯងទាស់ទៅសោះខ្ញុំក៏អញ្ចឹងដែរអាយ៉ាខ្ញុំតើតនឹកឃើញថ្មីនេះខ្ញុំបានឃើញក្នុងទស្សនាបដីគេបាននិយាយថាមនុស្សម្នាក់បាននៅកន្លែងមួយរយៈពេលយូរហើយវាសនាមិនល្អទៀតនោះអញ្ចឹងស្មារតីក៏អាចខ្សោយជាងមុនដែរសូម្បីតែសំណាងក៏អន់ថយជាងមុនដែរពិតមែនណាអញ្ចឹងខ្ញុំរត់ទៅត្រូវរើចេញពីទីនេះហើយមើលតែត្រូវហើយខ្ញុំយល់ថាឯងគួរតែចាក់ចេញពីទីនេះចាក់ចេញពីកន្លែងដែលគ្មានសំណាងល្អនេះអបាញ់មិញក្រែកឯងចង់ប្រាប់ខ្ញុំពីរឿងអាកំបាំងមួយតើរឿងអីទៅឈប់និយាយទៅខ្ញុំខ្លាចខ្ញុំនិយាយឲ្យឯងបារម្ភពីរឿងដែលខ្ញុំចាក់ចេញទៅឯងឆាប់និយាយទៅណានិយាយទៅខ្ញុំចង់ឲ្យឯងទៅកាន់តែឆ្ងាយគឺកាន់តែល្អត្រូវតែឆ្ងាយពីសំណាងអាក្រក់ណាពិតជាល្អមែនសំជីវិតល្អរបស់ខ្ញុំណាស់តែជាល្អរហូតប្រកាសហើយចូលមកអេយ៉ាមីមកហើយចាទិញផ្លែឈើមកទៀតហើយអ្នកនាងស៊ឺមិនក៏ទឹកមុខស្លេកស្លាំងម្លេះខ្ញុំខ្វះឈាមតាំងពីតូចមកធ្លាប់អស់ហើយអង្គុយទៅខ្ញុំចិត្តផ្លែប៉ោមឲ្យមនុស្សស្រីខ្លាចបំផុតគឺខ្វះឈាមហូបផ្លែប៉ោមអាចជំនួយជាតិដែកគួរតែហូបឲ្យបានច្រើនបាន
ឥឡូវក្រុមហ៊ុនស្ថានភាពយ៉ាងម៉េចដែរខាងអង្គប្រជុំពាណិជ្ជកម្មយ៉ាងម៉េចទៅហើយមិនក៏គ្មានអ្នកណាប្រាប់ខ្ញុំសោះអញ្ចឹងណាមិនអីទេលោកសឺកំពុងតែដោះស្រាយហើយគាត់តែអត់បញ្ហាទេអញ្ចឹងភាសាហើយពេលនេះក្រុមហ៊ុនអត់បញ្ហាទេខាងមិញក៏បានមកក្បែរខ្លួនខ្ញុំវិញដែរសល់តែរឿងសៀថាទេត្រូវហើយខ្ញុំពេញនឹងភ្លេចប្រាប់អ្នកនាងជួយលើពេញគេថាចង់រើផ្ទះចេញពីទីនេះមែនណាអញ្ចឹងក៏ល្អដែរកុំឲ្យសៀថាឈឺចិត្តដោយសារស្នេហាទៀតណែញ៉ាំទៅរកខ្ញុំដល់តាសាបែបនេះមិនកៅអីខ្ញុំចង់លាលែងពីការងារហេតុអីបដូរបរិយាកាសបដូរការងារបដូរនៅការស្វែងយល់ណានិយាយពីរឿងស្វែងយល់អីឥឡូវខ្ញុំឈរនៅផ្លូវខ្វែងឆាកជីវិតមនុស្សមិនមែនមិនហ៊ានបន្តគោលដៅយ៉ាងម៉េចនោះទេមិនអាចទេមុននេះក្រែងលោកប្រាប់ខ្ញុំថានៅហាយៈការងារល្អប្រសើរណាស់តែលោកចង់ទៅណាទៀតខ្ញុំមិនចង់ដឹងហាយៈទេដូច្នេះទើបខ្ញុំធុញថប់ម្យ៉ាងទៀតពេលនេះខ្ញុំនៅក្បែរខ្លួនអ្នកស្រីខ្ញុំវិញហើយតែគេបែរជាជីវិតមនុស្សគ្មានន័យទាល់តែសោះអ្វីដែលប្រឹងប្រែងមិនប្រកាសថាមានលទ្ធផលល្អទេហើយបើអត់ប្រឹងប្រែងលទ្ធផលបន្តិចក៏គ្មានដែរត្រូវហើយខ្ញុំបានប្រាប់លោកថាខ្ញុំនឹងណែនាំមនុស្សចាស់ម្នាក់ដែលមានសិលធម៌ល្អឲ្យលោកស្គាល់ណាខ្ញុំយល់ថាក្រោយពេលដែលលោកស្គាល់ហើយគួរតែអាចដោះស្រាយបញ្ហាក្នុងចិត្តបានហើយណាបានគេនៅណាខ្ញុំណាត់គេហើយមកហើយលោកអ៊ំសេខ្ញុំណែនាំឲ្យស្គាល់ណាគេទេមិនបាច់ណែនាំទេអ្នកទៅពីជ័យគ្នាលេងចុះលោកអ៊ំសេលោកអ៊ំសេតាមានរឿងអីកាត់ឡើងហ្នឹងនាងដឹងថាគេជាអ្នកណាទេគឺអ្នកណាតែគេជាប៉ាមិត្តស្រីខ្ញុំហើយគឺគេបង្ខំឲ្យខ្ញុំបែកជាមួយមិត្តស្រីខ្ញុំមិនអាចទេអីមិត្តស្រីលោកគឺអ្នកនាងស៊ឺហ្នឹងឯងអរគុណទឹកចិត្តរបស់នាងហើយខ្ញុំនឹងទទួលទុកណាលីហើយថាអាយ៉ាខ្ញុំយ៉ាងមិនហើយហ្នឹងមិនក៏ខ្ញុំនៅតែដោះស្រាយការងារមួយណាមិនបានល្អអញ្ចឹង是最美的距离让分隔两地的心更自由的呼吸暧昧是最គូឡូអាយមករកខ្ញុំប្រកាសជាមិត្តដឹងចិត្តគ្នាមែនទេតែគ្មានមធ្យោបាយទេខ្ញុំមិនអាចពោឯងទៅណាមកណាជាមួយខ្ញុំបានទេណាសិដ្ឋាខ្ញុំនឹងត្រឡប់មកវិញសង្ឃឹមថាពេលដែលខ្ញុំត្រឡប់មកវិញយើងអាចជួបគ្នាយាគូឡូយ៉ាងទៅហើយណាទៅហើយចាំមកផ្លានយាគូឡូខ្ញុំទៅហើយណាតែខ្ញុំមិនដាច់ចិត្តពីឯងទេយាគូឡូលោកសេអញ្ចឹងខ្ញុំបកលយាគូឡូឲ្យលោកហើយណាអូមិនទេថ្លៃអាហារខ្ញុំនឹងបង់ឲ្យលោកហើយនៅមានទៀតបន្ទប់ខាងលើជួយរក្សាទុកឲ្យខ្ញុំផងប្រហែលជាខ្ញុំអាចត្រឡប់មកវិញក៏ថាបានអ្នកនាងកុំបារម្ភអីដើរលេងចុះណាខ្ញុំនឹងជួយមើលថែអ្នកនាងឲ្យបានស្រួលបួលកុំបារម្ភអីអរគុណហើយខ្ញុំអរគុណណាស់មិនទេ
ញ្ចឹងខ្ញុំទៅហើយណាលាយលោកស៊ីខ្ញុំលាសិនហើយ សុំជើញហើយឯងជាអ្នកមានម្នាក់ឯងលោកស៊ីខ្ញុំយីឆ្មានេះគឺលោកចាំហ៎ មិនបែរចឹងទេគឺដែលនាងជួយនៅជាន់ទី3ចិញ្ចឹមខ្ញុំជួយមើលថែគេនឹងណា គេចិញ្ចឹមហ៎ គឺដែលនាងជួយលើកភីងគេចង់ធ្វើដំណើរទៅឆ្ងាយខ្ញុំជួយថែបន្ទប់ឲ្យគេខ្ញុំជួយមើលការខុសត្រូវឲ្យគេនឹងណាថាគេឈ្មោះអីទៅជួយលើកភីងលោកមិនដឹងទេហី Ôi Bà Pôn bằng sâu lõ trở bạch bong đòi bẹp ní Bật chi việc bà Lập Hiên Lập Hiên Lập Hiên 真的想念就是真的分两头从每一条路到每一个走过一直走也许不知道往哪里走我相信梦就是轮廓而我们围绕着在寻找中爱在某个角落向左走还是向右走今天即便我一直走今天雨天没有停过你一定要等我向左走还是向右走我努力选择努力记得不管世界有多辽阔只要向着你走 Lúc dòng mình tờ hơi nè ngã Cái tự bạch tờ hơi Lúc cô ta sắp bại chẳng vĩnh tư trầu nâng nà Lúc miền lấy tù sạp kia đã thế Lúc trong tạm rồi chì kia tiết đấy Lúc miền Lúc bạp cho măng chê tê bạp cho mau Lúc hiện tình thả ọt chì kia ta mệt tí Thần thả ọt chê tê Nè cũng ấy Cũng chì kia ở xó ná Bởi chọn chê Nè cũng chì sẵn bì Chê dạng chớn Cũng ôi lược bì bày mặt tớ bà nè Khâm bạp kia thạc khâm sẵn kia Hả 我相信梦就是轮廓而我们围绕着在寻找中爱在某个角落 Gì? Ở thầm bạch hai Lên từ sạch đàn lâu nẹ bàn hai Mất đàn ná ca tề Nè Lúc đang thạc kia tà nà thế Cái ọt bên thì dây prap ho Cái gọi là thái chi dùn ho Tụi đào lên tại bẩn nâng nâng Chỉ dùn ho Cả dùn thang Cái bà cọt trên ơi tin hú Ê Ôi Mơ tay dân từng pin nè Ất mình đi sai men Mà sao mình Khăn khăn nè đỏ khăm Thằng mình đã khăn nè Ôi thằng ngay đấy thà sẽ lạnh khăn nè Sao mày cả điều đôi chú vì vọt đỏ trong lên vô lọ bắt tờ hơi Chẳng từ Cái chuyện chùm riêng thà Mình chăm bạch duồng vàng tì Ôi tại thọp sẽ lạnh khăn nè con chứ mà dân có thọp sẽ lạnh khăn nè đây Sao nó lạnh khăn nè đôi mong Bruce này ha Chẳng tỏ qua đừng prum lì khất Ơi cả bất lạnh khăn nè được bài khăn nè
时候有个伴，日子再忙也有人一起吃早餐。虽然这种想法明明就是太简单，只想有人在一起，不管明天在哪里。爱从不容许人三心两意，遇见浑然天成的交集，错过多可惜。如果我是真的决定付出我的心，能不能有人告诉他别让我伤心？每一次当爱អូនៅនាងតើនៅនាងចង់ទៅណាណាខ្ញុំអត់ទៅទេសុំទោសណាសួស្តីសូមស្វាគមន៍ស្អាតណាស់ចាប់ឲ្យខ្ញុំទៅចាអរគុណសូមអញ្ជើញ日子再忙也有人一起吃早餐，虽然这种想法明明就是太简单，只想有人在一起，不管明天在哪里。爱总不容许人三心两意，遇见浑然天成的交集，错过多可惜。如果我是真的សុំតោះលោកមានបានបើកបោះទេសូមបើកបោះឲ្យខ្ញុំជោគជ័យផងណាអរគុណហើយ太靠近，感觉他在清楚地告诉你，他骚动你的心，遮住你的眼睛，却不让你知道去哪里。每一次当爱在靠近，都好像在等你要怎么回应。天地都安静，唯一不安的是你的决定。នៅនាងដល់ហើយ ចាអរគុណណាអេបងប្រុសកុំអាលយកបាលីខ្ញុំទៅអីសុំចាំមួយផ្លេតណាអូបាទចាអរគុណមានមនុស្សនោះទេខាងលើមានមនុស្សនោះទេឲ្យលឿនមានស្រីមានផ្ទៃពួកម្នាក់គ្រានេះចេញទៅលឿនឡើងទៅមហាវិថីកាំងទេរវាងខាងមីងនិងអ្នកដេនសឺហើយលោកអ៊ំសឺតើគួរធ្វើយ៉ាងណាទៅ
ទើបអាចដោះស្រាយបញ្ហាពួកគេបានគ្រាន់តែអង្គប្រជុំពាណិជ្ជកម្មបរាជ័យហើយផលិតផលលេខ2របស់យើងធ្វើឲ្យប៉ះពាល់ដល់ទ្រង់ទ្រាយសម្ព័ន្ធឈីងស៊ឺខ្លាំងណាស់ឥឡូវឲ្យតែខាងធនាគារកាត់បន្ថយនៅចំណាយខាងឈីងស៊ឺធ្វើឲ្យពួកគេបង្វិលប្រាក់មិនទាន់គឺអាចដួលរលំបានហើយប៉ុន្តែខាងធនាគារគេស្ដាប់យើងណាលោកភ្លេចហើយហ៎ប្តីខ្ញុំពីមុនគាត់ល្អនៅខាងធនាគារដែរក្រៅពីនេះលោកត្រូវតែប្រកាសរឿងអាស្រូវទាំងពីរយ៉ាងរបស់ឈីងស៊ឺឲ្យពួកគេដឹងច្បាស់ហើយខាងធនាគារនឹងស្វាគមន៍អ្នកមានលុយរហូតចំពោះអ្នកក្រមានតែគេជន់ឈ្លីបន្ថែមប្រកាសជាធ្វើឲ្យប៉ះពាល់សកម្មភាពរបស់គេហើយត្រូវហើយខ្ញុំយល់ហើយណាបានតែចំពោះរឿងផ្សេងទៀតអ្នកម៉ាក់ហ៎លើភីងអ្នកម៉ាក់លើភីងកូនមកវិញហើយហ៎ក្រែងម៉ាក់តែងតែសង្ឃឹមថាខ្ញុំអាចត្រឡប់មកវិញហ៎ល្អណាស់មកនេះមកល្អហើយចាំខ្ញុំណែនាំឲ្យស្គាល់នេះជាកូនស្រីខ្ញុំឈ្មោះឈួយលើភីងហើយនេះគឺជានាយកក្រុមហ៊ុនយើងឈ្មោះកៅមីងលីសួស្ដីសួស្ដីម៉ាក់ជជែកគ្នាចុះខ្ញុំឡើងទៅលើសិនហើយបានទៅចុះណាកូនណាអញ្ជើញអង្គុយសិនទៅបាទអញ្ជើញអង្គុយខ្ញុំយកទូរស័ព្ទទៅបញ្ចូលថ្មសិនចាំទូរស័ព្ទសាក់លបងទៀតឯណាទូរស័ព្ទខ្ញុំពីប្រកាសជាជ្រុះនៅអាកាសយានដ្ឋានហើយហេតុអីក៏ខ្ញុំគ្មាននិស្ស័យជាមួយលោកអញ្ចឹង
一地的梦可能在那手那边你的那音乐唱កុំកោតទៀតតើបានទេទៅផ្ទះដេកវិញទៅហេតុអីខ្ញុំត្រូវទៅផ្ទះទោះជាលោកមិនដេកក៏កុំរំខានគេដែរណាក្រែងលោកដេកនៅទីនេះល្អប្រសើរតើពីមុនលោកក៏កោតដោយល្អប្រសើរដែរមាននេះថាម៉េចសួរខ្ញុំឯងត្រើយចង់បានហូបមីទេពិតជាឆ្ងាញ់មែនមីគឺឆ្ងាញ់ហើយប៉ុន្តែរឿងដែលលោកប្រាប់ខ្ញុំនៅពេលនេះគឺល្អឬអត់លោកយល់ថារាល់ថ្ងៃកុំហូបបាយនឹងដេកយ៉ាងម៉េចដែរមិនអាចរកបានអ្នកដែលពូកែសម្រាប់ដូចជាលោកចឹងទេមិនគន់និយាយអស់ទៅហើយបើលោកនិយាយអស់ទៅហើយខ្ញុំនិយាយធ្វើអីទីនិយាយស្អីខ្លះគិតមើលខ្លួនឯងទៅខ្ញុំថាលោកគួរតែសម្រាប់ខ្លះអញ្ចឹងលោកថាខ្ញុំសម្រាប់មិនប្រក្រតីតើខ្ញុំខុសត្រង់ណាកន្លែងនេះចិត្តខ្ញុំចិត្តមិនស្ងប់ស្ងាត់មិនអាចធ្វើកិច្ចការធំទេយល់ល្អឆាប់ដេកទៅហើយពេលអាយុច្រើនហូបឆ្អែតគឺល្វើយខ្លាំងណាស់បានហើយខ្ញុំទៅវិញហ៎អាយ៉ាគឺផ្លែប៉ោមទៀតហើយអាចបដូរបានទេបានខ្ញុំបដូរបដូរអីក៏បានដែរកុំបដូរសេរីអីចាអាឡូគឺខ្ញុំគឺលោកទេអត់ទៅវិញទេចង់ជួបខ្ញុំបានខ្ញុំដឹងហើយលីហើយណាដឹងហើយអ្នកណាហ្នឹងគឺមិត្តចាស់របស់ខ្ញុំ
បើឯងមានកាត់តែមុនចាស់ទីនេះមានមីងវាងហើយណែខ្ញុំប្រាប់ថាអត់ញ៉ាំផ្លែប៉ោមទេអោះសំតោបានហើយឯងអារម្មណ៍មិនជាប់ខ្លួនសោះឆាប់ទៅចុះណាទៅតាមកម្មទៅចុះលាហើយខ្ញុំលាហើយទៅចុះទីនេះលភេងក្រែងថាចង់បដូរវាសនាមិនក៏ស្រាប់តែមកវិញអញ្ចឹងឯងមិនដែលឮពាក្យថាបរាជ័យត្រង់ណាត្រូវក្រោកឡើងឈរត្រង់នោះទេត្រូវតែមានសេចក្តីក្លាហានប្រឈមមុខនឹងការងារគ្រប់បែបយ៉ាងទាំងអស់មិនខ្លាចសំណាអាក្រក់ទេអាក្រក់ឯងខ្ញុំឲ្យវាខ្លាចខ្ញុំវិញមិនក៏ស្រាប់តែបដូរគំនិតអញ្ចឹងហើយគិតតែរឿងខ្លាំងចេះតែដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំយល់ថាត្រូវប្រឈមមុខទៅផ្សំជាអ្នកមានស្មារតីទទួលខុសត្រូវអញ្ចឹងគឺរឿងអីពីព្រោះរឿងខ្លាំងពីបាននិយាយណាឯងមិនចាប់បាច់បារម្ភទេណាអំបញ្ញមិញឯងនិយាយពាក្យកែប្រែវាសនាបើខ្ញុំរើទៅនៅផ្ទះម្ដាយចិញ្ចឹមខ្ញុំអាចទុកថាបដូរវាសនាទេអាចទុកថាអញ្ចឹងដែរបើឯងរើទៅនៅផ្ទះម្ដាយឯងគឺអាចទុកថាបដូរវាសនាហើយអញ្ចឹងប្រសាណាណែរួចហើយខ្ញុំនឹងបានទៅជួបឯងជាញឹកញាប់ណាប៉ុន្តែអញ្ចឹងមែនទេអាយ៉ាពីព្រោះទីនោះខ្ញុំចេញចូលធ្វើការឆ្លងកាត់ទីនោះអញ្ចឹងខ្ញុំអរគុណឯងហើយណាយើងជាមិត្តចាស់ហើយនឹងនិយាយអញ្ចឹងទៀតដែរឥឡូវចេះចុះយល់អស់ខ្ញុំអញ្ជើញឯងទៅហូបបាយមួយពេលតែយ៉ាងម៉េចដែរអញ្ចឹងឯងចង់ញ៉ាំអីដែរហូបឯងចូលចិត្តហូបឆ្អឹងជំនីជាល្អណាស់តែយើងជួនគ្នាណាស់ណោះយើងមាននិស្ស័យនឹងគ្នាមែនមកជួបមិត្តភក្តិទៀតហើយប៉ុន្តែគេដូចជាទៅបរទេសហើយមិត្តភក្តិនាងនៅជាន់ទីប្រមាណនៅបន្ទប់ទី2ជាន់ទី3បន្ទប់ទី2ជាន់ទី3ហ៎អញ្ចឹងប្រាប់ខ្ញុំមកមើលឥឡូវមិត្តភក្តិនាងនៅណាលោកនិយាយស្អីហ្នឹងពាក់ព័ន្ធអីនឹងលោកដែរគេជាមិត្តស្រីខ្ញុំណែនាងប្រាប់ខ្ញុំមកខ្ញុំពិតជាមិនដឹងថាគេទៅណាទេគេអត់ប្រាប់ខ្ញុំផងហើយទេវតាធ្វើបាបមនុស្សមែនខ្ញុំសង្ឃឹមថាគេនៅក្បែរផ្ទះខ្ញុំឥឡូវគេទៅបាត់កុំពិបាកចិត្តអីបើអ្នកទាំងពីរមាននិស្ស័យប្រហែលជាអាចជួបគ្នាវិញបើអញ្ចឹងឆាប់ប្រាប់ខ្ញុំមកមិត្តភក្តិរបស់នាងណាថាម៉េចហ្នឹងតើពាក់ព័ន្ធអីនឹងលោកគេជាមិត្តស្រីខ្ញុំណែនីលីប្រាប់ខ្ញុំមកណែខ្ញុំពិតជាមិនដឹងថាគេទៅណាទេគេអត់ប្រាប់ខ្ញុំផងហើយទេវតាធ្វើបាបមនុស្សណាខ្ញុំទើបដឹងថាគេនៅក្បែរផ្ទះខ្ញុំតែឥឡូវគេទៅបាត់កុំពិបាកចិត្តអីបើអ្នកទាំងពីរមាននិស្ស័យប្រហែលជាអាចជួបគ្នាប្រហែលជាខ្ញុំនិងគេគ្មាននិស្ស័យទេការបាត់បង់មិនប្រកាសថាជារឿងអាក្រក់ទេប្រហែលជាលោកអាចជួបនឹងនារីដែលល្អជាងគេទៅទៀតណាមិនដឹងទេ
ឥឡូវខ្ញុំគ្មានអារម្មណ៍គិតពីរឿងនេះទេ ថ្មីត្បិតតែអញ្ចឹងមែនខ្ញុំយល់ថាលោកគួរប្រើរស្មីដោយឡែកវិញខ្ញុំយល់ថាជីវិតមនុស្សមិនមែនមានតែស្នេហាទេ ថ្ងៃនេះខ្ញុំត្រូវធ្វើជាបរិយាថាម្នាក់ប្រហែលជាខ្ញុំពិតជាមិនធ្វើបែបនេះទៀតទេ ត្រូវហើយខ្ញុំយល់ថាបើលោកមានវិបត្តិអីអាចរកខ្ញុំទៅចែកគ្នាលេងចេះតែយកវិបត្តិទាំងអស់ទុកក្នុងចិត្តអញ្ចឹងគឺអាចឈឺអោះត្រូវហើយតើខ្ញុំអាចទុកលេខទូរស័ព្ទខ្ញុំឲ្យលោកបានទេ ទុកលេខទូរស័ព្ទឲ្យខ្ញុំទៅ បាននិយាយទៅ 13916500 831 យ៉ាងម៉េចហើយ អត់អីទេ អញ្ចឹងលោកអាចទុកលេខទូរស័ព្ទលោកឲ្យខ្ញុំបានទេ ខ្ញុំទូរស័ព្ទឲ្យនាង អោះឃើញហើយ ថាមីងឲ្យខ្ញុំសុំទោសណាខ្ញុំពិតជាមិនដឹងថារឿងលើកមុនព្រោះតែលោកសិននោះនិយាយត្រង់ចាស់ខ្ញុំមិនដឹងថារវាងលោកសិនមានរឿងអីកាត់ឡើងនោះទេតើយល់ច្រឡំរឿងអីទេ នាងចាំទេពាក្យដែលខ្ញុំបានប្រាប់នាងនៅថ្ងៃដែលគេបើកឡានចង់បុកខ្ញុំនោះ មិនចឹង មិននឹកស្មានទេនេះកូនស្រីអ្នកមានម្នាក់បែរជាមកស្រឡាញ់ចុងភៅដែលមិនទាន់បានចូលរៀនមហាវិទ្យាល័យនោះ ខ្ញុំជឿថាមនោសញ្ចេតនារបស់លោកនិងអ្នកនាងសិននោះជ្រាលជ្រៅណាស់ ពិតមែនហេតុដែលខ្ញុំមានថ្ងៃនេះគឺស៊ឺសៀនបានជួយខ្ញុំបើគ្មានគេទេខ្ញុំមិនអាចដឹងថាអត្ថបទនាងល្អឬអាក្រក់នោះទេណានាងដឹងទេ ដូច្នេះខ្ញុំមិនអាចបន្ទោសគេបើកឡានមកបុកខ្ញុំនោះទេ អរគុណប៉ុន្តែប៉ាគេមិនមែនជាមនុស្សបែបនេះទេគេយល់ថាខ្ញុំនៅជាមួយស៊ឺសៀនគេមានបំណងផ្សេងដូច្នេះហើយគេចំទាស់ពួកខ្ញុំនៅជាមួយគ្នា ខ្ញុំបានលើរឿងនិទានរបស់ពួកលោកខ្ញុំជឿថាលោកដាច់ខាតមិនមែនដោយសារតែប្រាក់ទៅស្រឡាញ់គេនោះទេ ប៉ាគេអត់គិតចឹងទេគេបានឲ្យមូលបទានប័ណ្ណ1លានមកស្លឹកមកឲ្យខ្ញុំថាគឺជាថ្លៃបាយគ្នា 1លានលោកអត់យកទេ យកតែខ្ញុំអត់បើកប្រាក់ទេចំពោះខ្ញុំនេះគឺជាការកំណត់ដែលអាចជំរុញទឹកចិត្តរបស់ខ្ញុំមិនគិតនេះអត់និយាយស្ដីអញ្ចឹង និយាយឲ្យត្រង់ចាស់ខ្ញុំស្ងើសរសើរអ្នកទាំងអស់គ្នាណាហើយខ្ញុំយល់ថាមនោសញ្ចេតនាលោកនិងអ្នកនាងស៊ីនស្មោះត្រង់មែន គង់មានថ្ងៃណាមួយខ្ញុំនឹងរៀបការជាមួយស៊ឺសៀនដោយអធិកអធមប៉ុន្តែពេលនេះគេមានមហារាជឈាមខ្ញុំមិនដឹងថាគេអាចរងចាំដល់ថ្ងៃនោះឬអត់ អាចប្រកាសជាអាចណា អ
មីងគេនិយាយអញ្ចឹង លោកអ៊ំខ្ញុំយល់ថាលោកអ៊ំគួរតែទុកឱកាសគេម្ដងទៀតណា មិនមែនខ្ញុំមិនទុកឱកាសពួកគេទេនាងគិតមើលថាងមីងយកស្អីមកមើលថែសៀវសៀនជីវិតមនុស្សបើមានត្រឹមតែស្នេហាគំគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំ ចាំថ្ងៃណាមួយនាងខ្លាចជាម្ដាយគេហើយនាងនឹងឃើញកូនក្រមុំធំពេញវ័យនៅក្រោមការការពារដែលយកចិត្តទុកដាក់របស់នាងហើយមានថ្ងៃណាមួយនោះគេនឹងបានជួបមនុស្សដែលគេមិនពេញចិត្តនាងនឹងអាចយល់សម្ដីរបស់ខ្ញុំហើយ ចូលមក ដល់គេនេះរកខ្ញុំ ត្រូវហើយបន្តិចទៀតឯងទៅខាងផ្នែកហិរញ្ញវត្ថុមើលលទ្ធិទានប័ត្រដែលចិត្តដល់ពេលកំណត់នោះនៅក្នុងនោះវាមានប្រាក់ច្រើនពេកឯងគួរតែដោះស្រាយដោយផ្ទាល់ បាទខ្ញុំនឹងដោះស្រាយ មួយរយៈនេះសៀនអរគុណឯងណា មិនអីទេនេះជាការងាររបស់ខ្ញុំទេ ថាងមីងនៅតែឧស្សាហ៍ទៅមន្ទីរពេទ្យទៀត ត្រូវហើយ ឯងគួរតែប្រឹងបន្តិចកុំឲ្យចាញ់ពីអ្នកនោះឲ្យសោះណាសៀនទីបំផុតគេអាចនឹងយល់ពីចិត្តរបស់ឯង ខ្ញុំដឹងហើយ មករយៈនេះឧស្សាហ៍ទៅមន្ទីរពេទ្យកំដរគេផងណាការងារក្រុមហ៊ុនមានខ្ញុំហើយបាទទៅចុះ បាទ លោកសឺថ្ងៃនេះទទួលបានផ្កាទៀតហើយ មិនដឹងជានរណាជូនទេនៅតែអត់មាននាមមកបានដដែល ចំពោះអត្តន័យតំណាងឲ្យផ្កាក្រហមឬក៏សេចក្តីស្រឡាញ់ដែលធ្វើឲ្យខ្ញុំរំភើបចិត្តមួយរយៈនេះលោកសឺបានធ្វើកិច្ចការអ្វីដែលធ្វើឲ្យគេរំភើបចិត្ត ឲ្យគេរំភើបចិត្តដែរឬក៏សេសៀនបើអញ្ចឹងការទាំងពីរលើកនេះគឺគេជាអ្នកជូនខ្ញុំ ទីខាឆាំងខ្ញុំទៅមន្ទីរពេទ្យមួយផ្លែតណា អ្នកនាងមិនក៏អត់ផឹកថ្នាំអញ្ចឹង ខ្ញុំមិនចង់ផឹកទេ បើមិនផឹកមិននឹងអាចជាទៅស្ដាប់ខ្ញុំទៅណាផឹកទៅ សេសៀន សុំជើញជជែកគ្នាចាស់ មានរឿងអីមិនសប្បាយចិត្តម្ល៉េះខ្ញុំអាចចេញពីពេទ្យបានហើយមែនទេ មិនមែនទេមានរឿងមួយខ្ញុំចង់អរគុណនាងណា មានអីត្រូវអរគុណ អរគុណនាងជូនផ្កាដល់ខ្ញុំ ជូនផ្កាអត់មានទេ អត់មានទេ ខ្ញុំប្រាប់លោកដល់ជាក់លាក់ហើយថាខ្ញុំអត់មានជូនផ្កាឲ្យលោកទេប៉ុន្តែបើមិនមែនខ្ញុំប្រហែលជាអ្នកផ្សេងហើយពិចារណាអ្នកនៅជុំវិញខ្លួនទៅប្រហែលជាអាចមានរឿងល្អ ខ្ញុំអត់គិតស្រឡាញ់អញ្ចឹងទេ បានហើយប្រាប់ខ្ញុំតាមត្រង់មកតើខ្ញុំមានជំងឺអីហេតុអីក៏ក្រោយពេលខ្ញុំមកនៅទីនេះបញ្ជាក់បណ្ឌិតមិនឲ្យខ្ញុំចេញពីមន្ទីរពេទ្យ រឿងនេះមកពីនាងអស់កម្លាំងហើយវិជ្ជបណ្ឌិតសង្ឃឹមថានាងនឹងអាចព្យាបាលមួយរយៈទៀតកុំគិតច្រើនពេកហេឡូគណៈនៃវាងរកខ្ញុំហ៎បានខ្ញុំទៅភ្លាម តើក្រុមហ៊ុនមានរឿងអីកើតឡើងមែនទេ ព្យាបាលជំងឺបានស្រួលបួលតើការងារក្រុមហ៊ុនប្រគល់ខ្ញុំចុះខ្ញុំទៅហើយណាកុំភ្លេចផឹកថ្នាំ ជួយសុខគ្រូប៉ែខ្ញុំផងណាហើយ បើមិនមែនស៊ឺសៀនគឺជានរណាទៅចូលមក លោកសីនេះជាឯកសារដែលលោកត្រូវការខ្ញុំរៀបចំរួចអស់ហើយ ដាក់ទីនេះចុះ បាញ់អញ្ចឹង មានកាយទៀតទេ ខ
ខ្ញុំចង់រំលឹកលោកសឺអត់មានចាប់អារម្មណ៍ចំពោះការបង្វិលប្រាក់សុទ្ធពេលនេះអាចមានបញ្ហាខ្លះខ្ញុំដឹងហើយទំនិញមិនសូវល្អបាត់បង់ឈ្មោះមិនក៏ស្រុកឥឡូវនេះមានផលអាក្រក់ចំពោះក្រុមហ៊ុនច្រើនដល់ម្លឹងណារនុកក្នុងបើចង់ជួយឈិញសឺត្រូវរករនុកក្នុងឲ្យឃើញសំតោលេខទូរស័ព្ទដល់លោកអ្នកហើយផ្អាកដំណើរការមួយរយៈសិនសុំទោសអលេចនៅទេគាត់នៅទេគាត់ទៅបរទេសសម្ដែងហើយតែលោកជានរណាដែរខ្ញុំគឺសុនសុថាខ្ញុំចង់ផ្ដាំផ្ញើគាត់សុំក្រោយពេលដែលគាត់ត្រឡប់មកវិញតាក់ទងមកខ្ញុំព្រាមណាអរគុណអ្នកម៉ាក់នៅចាំថ្ងៃខួបកំណើតខ្ញុំដែរឯនេះចំមែនស្មានថាម៉ាក់ផ្លិចហ៎ឯងទិញនំពងទាតូចប៉ុណ្ណឹងមកជប់លៀងថ្ងៃខួបកំណើតខ្លួនឯង